កងទ័ពទាំងអស់គ្នាចូលស្ដាប់សមរភូមិក្រោយយើងត្រូវច្បាំងឲ្យឈ្នះឲ្យចាប់បកាយព្រះរាជាឲ្យបានអាណាទិសផ្លូវយើងសម្រាប់វាចោលអស់ក្រាបថ្វាយបង្គំព្រះករុណាស្ថានភាពបច្ចុប្បន្នកងទ័ពយើងឈានដល់ចំណុចចុងក្រោយហើយស្បៀងក្នុងជំរំសល់តែកន្លះថ្ងៃសព្វពីវុធយើងក៏មិនគ្រប់គ្រាន់ឯកងទ័ពសត្រូវអាចឡោមព័ទ្ធមន្ទីរយើងបានគ្រប់ពេលវេលាដូច្នេះកងទ័ពយើងមិនអាចដកថយទៅទៀតបានទេក្រៅពីជំរើសតែមួយគត់របស់ពួកយើងគឺច្បាំងតែកងទ័ពសត្រូវលើកនេះមានចំនួនច្រើនជាងយើងត្រូវការកងទ័ពជំនួយបន្ថែមបើយើងចង់ឈ្នះសង្គ្រាមមួយនេះមានរបាយការណ៍ទឹកមកពីខេត្តពោធិ៍សាត់ល្អយើងនឹងទៅដល់ផ្ទាល់ ក្រាបបង្គំទូលថ្វាយព្រះករុណាជាអង្គចាស់ជីវិតលើត្បូងសមរភូមិជួមមុខពួកសត្រូវបានវាយកំទេចផែនការពាររបស់ទូលព្រះបង្គំអស់ហើយអ្នកភូមិរស់នៅក្នុងតំបន់នោះទាំងក្មេងទាំងចាស់សត្រូវគ្មានទុកជីវិតឲ្យសំបីតែម្នាក់ប៉ុន្តែទូលព្រះបង្គំមានវិធីមួយអាចស្រោចស្រង់ស្ថានភាពសង្គ្រាមនេះបានគឺការកេណ្ឌទ័ពខ្មោចដោយតម្រូវឲ្យមានពិធីបូជាជីវិតរបស់ទូលព្រះបង្គំនៅថ្ងៃ15កើតយប់ពេញបរមីបើព្រះអង្គទ្រង់ព្រះសម្ដេចលឺស្នូររន្ទះ3ដងសូមព្រះអង្គលើកទ័ពយើងដែលនៅសេសសល់ទាំងប៉ុណ្ណឹងសម្រុកចូលវាយបំបែកសត្រូវដោយការតាំងចិត្តអង់អាចនិងមុខមុតពុំខានការតាំងចិត្តឲ្យមុខមុតនឹងធ្វើឲ្យទ័ពខ្មោចយើងខ្លាំងក្លាដូចគ្នាសូមព្រះអង្គទានជ្រាបពីទូលព្រះបង្គំអកយ៉ាខ្លាំង
ក្រោកឡើង បញ្ជូនឆ្លើយសឹកទាំងអស់ចូលគុកធំ ក្រាបថ្វាយបង្គំព្រះកណ្ណា Nhìn mưa xoay chọc bao tôi một quả lươn លោកពិតជាគោរពពាក្យសន្យាមែន ក្រាបទូលព្រះអង្គទូលបង្គំមិនអាចឲ្យព្រះអង្គយាងជិមច្បាំងតែអង្គឯងនោះទេទូលបង្គំទាំងអស់គ្នាប្រកាសជាមកការពារព្រះអង្គនិងសុខសន្តិភាពរបស់ប្រជាជនទូទាំងនគរ យើងពិតជាមានមោទនភាពណាស់ដែលមានមន្ត្រីស្មោះត្រង់និងមេតបអង្គអាចដូចជារូបលោក ក្រាបទូលព្រះអង្គនេះជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ទូលបង្គំនិងក្រុមគ្រួសារដែលបានពលីជីវិតនៅក្នុងសង្គ្រាមដើម្បីប្រទេសជាតិនេះ ភាពស្មោះត្រង់និងសេចក្តីក្លាហានរបស់លោកសម្រាប់ដែនដីសវណ្ណភូមិមួយនេះនឹងត្រូវបានដឹងគុណដោយកូនចៅខ្មែរគ្រប់ជំនាន់